វីដេអូនេះអាចធ្វើឲ្យអ្នកចំណេញ$10000ទៅ$5000ក្នុងការរត់ឯកសារ Green Card ខ្លួនឯងវីដេអូនេះគឺធ្វើឡើងចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំនិងបេក្ខជនផ្សេងក្នុងឆ្នាំ2025នេះតែម្ដងដែលគាត់បានទទួល Green Card ចំពោះបទពិសោធន៍ខ្ញុំផ្ទាល់គឺខ្ញុំមិនទទួលបានការសម្ភាសន៍ដើម្បីយក Green Card 3ឆ្នាំទេគឺខ្ញុំបាន Green Card អូតូដែលគ្មានការសម្ភាសន៍ដោយសារឯកសាររបស់ខ្ញុំគ្រប់គ្រាន់ហើយនិង credit របស់យើងល្អចំពោះបេក្ខជនផ្សេងទៀតគឺបានទទួលបានលិខិតសម្ភាសន៍រីឯបេក្ខជនផ្សេងទៀតទទួលបានឯកសារឲ្យបំពេញ Green Card បំពេញ I-485 ម្ដងទៀតរីឯបេក្ខជនផ្សេងទៀតគឺ USCIS ទាមទារco-sponsorship និង I-864 ម្ដងទៀតទាំងអស់នេះគឺជាបទពិសោធន៍ដែលបេក្ខជនផ្សេងទទួលបានតើអ្នកនរគ្នាដឹងថាតើឯកសារអ្វីខ្លះដែលយើងបំពេញដាក់ដើម្បីយក Green Card វីដេអូនេះខ្ញុំធ្វើក្នុងគោលបំណងជាប្រយោជន៍ចំពោះបេក្ខជនណាមួយដែលគាត់ចង់ធ្វើ Green Card រត់ឯកសារខ្លួនឯងតែបន្តពុំមានការវាយប្រហារទៅលើមេធាវីនោះទេក្នុងការរត់ឯកសារ Green Card ខ្លួនឯងដើម្បីទទួលបាន Green Card 3ឆ្នាំបន្ទាប់ពីយើងបានចុះអេតាស៊ីវិលនៅក្នុងសហរដ្ឋអាមេរិករួចហើយចំពោះវីសាគោលដណ្ដឹងគឺខ្ញុំបំពេញ3 form ទី1គឺ I-485 គឺអាចហៅបានថា Adjustment of Status គឺ Green Card form ទី2គឺ I-765 Working Permit ឬក៏ Cambo Card ដើម្បីមានសិទ្ធិធ្វើការងារ form ទី3គឺ Sponsorship I-864 និងឯកសារបន្ថែមទៀតផ្សេងទៅតាម form ទាំង3នោះ form ទី1គឺសិទ្ធិរស់នៅស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិកយើងហៅជាអក្សរកាត់គឺ I-485 form ទី2គឺ I-765 គឺជា form សម្រាប់សុំអនុញ្ញាតធ្វើការងារស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិក form ទី3គឺជា form អ្នកដែល sponsor យើងឲ្យរស់នៅសហរដ្ឋអាមេរិកនៅពេលដែលយើងមានការងារធ្វើឬក៏គ្មានការងារធ្វើគឺគេនឹងផ្គត់ផ្គង់យើងនៅក្នុងសហរដ្ឋអាមេរិកអរគុណសម្រាប់ការតាមដានវីដេអូនេះបើសិនបើអ្នកគិតថាវីដេអូនេះមានប្រយោជន៍ចំពោះបេក្ខជនណាមួយដែលស្ថិតនៅក្នុង Visa K1 គាត់ចង់រត់ឯកសារខ្លួនឯង Green Card ចង់ឲ្យគាត់ចំណេញ$10000ទៅ$5000សូមចែករំលែកវីដេអូនេះទៅគាត់ហើយបើសិនបើអ្នកនរគ្នាមានបទពិសោធន៍ណាមួយចង់បន្ថែមសូម comment ដើម្បីចែករំលែកបទពិសោធន៍នេះទាំងអស់គ្នាអរគុណកុំភ្លេចជួយ like and share ខ្ញុំផងណា Facebook page របស់ខ្ញុំគឺ PJ68 បើសិនមានទាំងអស់គ្នាចាប់អារម្មណ៍ក្នុងការចូលទៅក្នុងក្រុម Telegram អាចចូលទៅតាម link បានអរគុណឈ្មោះក្រុម Telegram របស់ខ្ញុំនិង Facebook កុំភ្លេច follow and like ផងណា